ចិត្តចូលឆ្នាំខ្មែរទៀតហើយបងមួយឆ្នាំពិតជាលឿនមែនតើសម្រាប់បងដែលគាត់ចង់ដាក់គម្របយ៉ាន់បងអាចឲ្យខាងខ្ញុំដាក់ឲ្យក៏បានដែរប៉ុន្តែខាងខ្ញុំគិតឈ្នួលបន្ថែមបងឬក៏បងអាចទិញយកទៅដាក់ខ្លួនឯងក៏បានខ្វះតែប្រហែលថ្ងៃទៀតគឺចូលឆ្នាំខ្មែរបងខាងខ្ញុំពេលចូលឆ្នាំខ្មែរក៏សម្រាប់ដែរសម្រាប់ឡានគាត់ដាក់3-4មុខហើយបងតភ្លើងហងដាក់គម្របយ៉ាន់ផងឡានខ្លះខ្ញុំចាំអត់អស់ឲ្យបងដោយសារតាភ្ញៀវគាត់មកដាក់ច្រើនពេលខ្លះផ្លេចថាឡាននេះដាក់អីខ្លះបងចឹងបើសិនជាមានកំហុសខុសឆ្គងអីកុំប្រកាន់អីបងដោយសារតែនៅហាងឡានចេញចូលច្រើនគួរសមបងចឹងខ្ញុំមិនអាចចាំបានទាំងអស់ទេហើយក៏ខ្ញុំមិនបានថតគ្រប់ឡានទាំងអស់ដែរក្នុងមួយថ្ងៃយកបងហើយឡានមួយគាត់ធ្វើអស់តម្លៃខុសគ្នាទាំងអស់និយាយពីគម្របយ៉ានអ៊ីណុកវិញចែងចាំងតែម្ដងបងនេះនៅពេលថ្ងៃបងអីវ៉ាន់ខ្លះខ្ញុំអត់មានលក់នៅក្នុងเพจទេបងដោយសារតែអីវ៉ាន់ខ្លះងាយបែកបាក់ពិបាកផ្ញើអីផ្សេងហើយនឹងត្រូវការយកគំរូចាស់អីគឺខ្ញុំអត់មានលក់នៅក្នុងនឹងទេទៅតែបងមកដល់ហាងតែម្ដងតែសម្រាប់យ៉ាងណនវិញគឺអត់បញ្ហាទេបងទិញទៅអាចយកទៅតម្លើងយូរក៏យកទៅដាក់ខ្លួនឯងបានបើសិនជាបងអត់ចេះអីបងអាចមើលវីដេអូខ្ញុំសារយឺតទៅបងឃើញហើយខ្ញុំអីវ៉ាន់ដែលភ្ញៀវគាត់មកដាក់ដល់ហាងអីផ្សេងហ្នឹងគឺខ្ញុំសិតតែធ្វើវីដេអូច្រើនហើយបងដែលធ្លាប់តាមដានខ្ញុំបើសិនជាបងធ្លាប់ឃើញវីដេអូខ្ញុំផ្សេងគឺពេលបងទិញទៅគឺបងចេះដាក់តែម្ដងមិនថាអ្នកដែលគាត់ទិញទៅឯងសុំបីតែបងអ្នកលក់ដូចគ្នាក៏គាត់អាចមើលតាមវីដេអូខ្ញុំបានដូចគ្នាហើយសម្រាប់យ៉ាងណូននេះយើងមានច្រើនពណ៌បងមួយឈុតវាមាន6ផ្ទាំងនិយាយដាក់ទៅមួយជុំវិញឡានទាំងអស់តែម្ដងមានទាំងបាំងតាប់ឡូមានបាំងថ្ងៃហើយនឹងខាងក្រោយហើយនឹងទ្វារសងខាងហើយសម្រាប់យ៉ាងណូនជាឈុតហ្នឹងបងចង់ដកអាមុខយកមកដាក់ខាងក្រោយដាក់មកមុខមិនស្រេចចិត្តបងទេបងស្អាតម្យ៉ាងម្នាក់ឲ្យតែបងស្រឡាញ់មិនបងអាចរៀបទៅតាមអ្វីដែលបងស្រឡាញ់បានបងទិញទៅមិនចាំបាច់ដាក់តាមគេអីក៏បានដែរប្រភេទហ្នឹងគឺយើងអាចកែច្នៃវាទៅជាដាក់ផ្ទះក៏បានដែរបងឲ្យតបងស្រឡាញ់ហើយនឹងពេញចិត្តនៅអ្វីដែលបងចង់ធ្វើដូចគាត់អញ្ចឹងគាត់ដាក់តែប៉ុណ្្នឹងឯងបងនេះនៅសល់មកផ្ទាំងវិញទៀតអាហ្នឹងគាត់យកទៅទុកធ្វើនេះធ្វើនោះថែមអញ្ចឹងទៅបងខ្ញុំអត់ដឹងថាគាត់ម្ចាស់ឡានគាត់ទុកដើម្បីធ្វើគេទេប៉ុន្តែដូចខ្ញុំប្រាប់បងអញ្ចឹងថាអាស្រ័យទៅលើបងជាម្ចាស់ចង់ដាក់ម៉េចគឺអាស្រ័យទៅលើបងតែប៉ុណ្ណោះបន្ទាប់ពីដាក់វាំងណូនហើយគាត់មកទិញភ្លើងបណ្ដេញបុកនេះដាក់មួយទៀតគាត់មានខ្សែចេញមកស្រាប់ទេបងគាត់បិទហើយគាត់ដាក់ភ្លាមតភ្លាមនៅនឹងហ្មងបងមែនតាត្រូវតែទិញហើយឲ្យខាងខ្ញុំតឲ្យទេបងបើសិនជាគាត់ចេះតខ្លួនឯងគាត់តអញ្ចឹងទៅបើខ្ញុំតឲ្យខ្ញុំគិតឈ្នួលអញ្ចឹងទៅបងនៅមានវីដេអូច្រើនទៀតបងអរគុណច្រើន